មនុស្សជាច្រើនបានអាងថាបានស្គាល់ប្រៃច្បាស់ប៉ុន្តែគ្មាននរណាម្នាក់សោះបានត្រៀមខ្លួនទុកមុនថានឹងមានថ្ងៃនេះពេលនេះសំណួរសួរថាតើយើងបានត្រៀមខ្លួនទុកមុនហើយឬនៅប្រសិនបើប្រៃជាប់មានម្ដងទៀតបងប្អូនរឿងនេះវានឹងអាចកើតឡើងទៀតនៅពេលណាក៏បានដែរពេលនេះខ្ញុំសូមផ្ដល់នូវបទស្រាយដែលអាចដោះស្រាយបញ្ហានេះបានបងប្អូនប្រទេសកម្ពុជាមានមាសជាតិចំនួន54តោនខ្ញុំសូមផ្ដល់យោបល់ថាសូមលក់ចេញចំនួន10តោនដើម្បីយកទៅទិញគ្រឿងអាវុធទាន់តម្លៃមាសវានៅខ្ពស់10តោននេះគឺកម្ពុជានឹងទទួលបាន$1300 លានក្នុងពេលនេះប្រទេសតែមួយគត់ដែលអាចផលិតប្រព័ន្ធការពារដែនអាកាសបានលឿនជាងគេនោះគឺប្រទេសកូរ៉េខាងត្បូងហើយឱកាសក្នុងការដែលកូរ៉េខាងត្បូងគេយកព្រមលក់មកឲ្យយើងគឺវាមានអត្រាខ្ពស់ជាងការដែលទៅសុំទិញពីប្រទេសដូចជាសហរដ្ឋអាមេរិកនិងអឺរ៉ុបប្រព័ន្ធការពារដែនអាកាសរបស់កូរ៉េខាងត្បូងគឺគេហៅថាឈិនកុងវាទំនើបហើយមានគុណភាពខ្ពស់តម្លៃមួយគ្រឿងគឺ$300 លានខ្ញុំសូមណែនាំថាយើងគួរទិញចំនួន3គ្រឿងក្នុងមួយគ្រឿងអាចបាញ់បាន8មីស៊ីលហើយយើងត្រូវការទិញមីស៊ីលពីកូរ៉េខាងត្បូងទុកឲ្យច្រើនផងដែរនេះទៅគេហៅថាជាប្រព័ន្ធការពារដែនអាកាសមែនតើមិនប្រភេទដែលយើងបានទិញពីចិននោះទេគឺវាគ្មានបានជួយអ្វីទេយើងទាំងអស់គ្នាបានឃើញនឹងភ្នែកជាក់ស្ដែងហើយថាវាខាតតែលុយបន្ទាប់ពីនោះមកយើងគឺត្រូវការគ្រឿងអាវុធដែលប្រឆាំងនឹងដ្រូនផងដែរដើម្បីកុំឲ្យវាកំទេចឈិនកុងរបស់យើងដែលយើងបានចំណាយអស់$300 លានក្នុងមួយគ្រឿងនៅពេលដែលយើងមានប្រព័ន្ធការពារដែនអាកាសដូចជាឈិនកុងនោះយន្តហោះចម្បាំងរបស់សត្រូវគឺមិនអាចហោះខ្ពស់បានទេបើមិនដូច្នេះទេរ៉ាដារបស់ឈិនកុងគេនឹងចាប់បានហើយបាញ់យន្តហោះចម្បាំងសត្រូវនោះខ្ទេចដូចនេះសត្រូវគឺត្រូវតែបង្ខំចិត្តហោះឲ្យទាបដល់ពេលនោះទើបយើងប្រើមែនផាសដែលបាញ់ពេលវាហោះទាបសរុបមក3ឈិនកុងគឺស្មើនឹង$900 លាន1000មែនផាសគឺស្មើនឹង$100 លាននេះគឺមានន័យថាយើងបានចំណាយអស់$1000 លានហើយយើងនៅសល់$300 លានទៀតលុយប៉ុណ្នេះយើងអាចសុំទិញរថក្រោះទំនើបពីកូរ៉េខាងត្បូងបានដែលហៅថា K2 មួយគ្រឿងគឺ$8 លានយើងទិញតែ20គ្រឿងបានហើយនេះគឺអស់$160 លាននៅសល់$140 លានទៀតគឺយើងយកទៅទិញទៅប្រភេទធំនិងប្រភេទតូចបងប្អូនសប្តាហ៍ថ្ងៃនេះប្រទេសកូរ៉េខាងត្បូងគឺបានក្លាយទៅជាប្រទេសដែលខ្លាំងខាងផលិតគ្រឿងអាវុធខ្ញុំគិតថាកម្ពុជាលក់មាសចេញចំនួន10តោនដើម្បីយកលុយទៅទិញគ្រឿងអាវុធទុកការពារប្រទេសជាតិក្នុងគ្រាមានអាសន្នបែបនេះគឺវាស័ក្តិសមបំផុតហើយបងប្អូនប្រទេសមួយគេមានទុនបម្រុងជាតិគឺដើម្បីទុកប្រើពេលប្រទេសជាតិមានបញ្ហាបែបអញ្ចឹងហើយគេមិនទុកមើលចាំដោះហួសពេលទេតើហេតុអ្វីបានជាយើងត្រូវតែលក់មាសចេញក្នុងពេលនេះព្រោះកូរ៉េខាងត្បូងគេត្រូវការរយៈពេល2ឆ្នាំទៅ3ឆ្នាំឯណោះក្នុងការផលិតគ្រឿងអាវុធមកឲ្យយើងបានដូច្នេះយើងមិនអាចពន្យាពេលបានទេហើយពេលដែលរកប្រមូលលុយប៉ុនបាននៅឆ្នាំក្រោយគឺត្រូវតែយកលុយប៉ុនហ្នឹងទៅទិញគ្រាប់មីស៊ីលទុកបន្ថែមទៀត